Ban châu mà đo khlang thuê tí pi này bây giờ đang có what hay mình được chào mình tên mong so many people hay đại nhung du mau biểu tại nâng cơ cáo hay nâng bạn bọn mình chúng này trong thọ chỉ bị graduate photo nữ một cái sát hay nâng đạo bị chỉ bị tạo nó nâng miềnแต่แต่สเปซให้หนึ่งมุกขยมแต่สเปซให้หนึ่งมุกขยมคือวินติกาจะถอดกำลังกล่าวจังว่าจะเป็นในการจำหน่ายนึกนึกลงภาษานั้นไปจิกตรงปีเมาเชียงไอทิ้งให้บ้านจะนุยกาโมยคือท่ากงหานั้นได้เตรียมจะไปกันละขายหมดเอาไว้เอาไว้นึกลงวิตเอานั้นก็đấng dạy BA đấng trong thà xã thầy từ đời ca nâng cứ green mong so chúng ta ở bàn phía trên cái cho từ đời ca green trong một đời xã ban con hà nâng môi chỉ cho nuôi ca được không đồng nào cũng sát đi quan tà cho pi được không bớt sát nâng liếm cứ thà ở thầm mò rồi từ plong đi cóพิจารณาเคยเกถอดจังห้าเกดักก็ได้สอบយើងប្រាប់នឹងដងទៅពីប្រាប់គាត់មកបានគាត់ amazing ណាបាទតាមប៉ុន្តែទៅពេលយើងប្រាប់គាត់ដំបូងគាត់គិតកម្រិតស្រឡៃណាពេលគេប្រគំថ្វាយភ្លេងពេលគេផ្ដាល់ហ្នឹងតែរីអាហ្នឹងឯណាដោយដែរវីដេអូភាពមុនចឹងทีมខ្ញុំគាត់បានជួកាយដែលគាត់នឹងបញ្យល់បកស្រាយអ្វីៗដែលមាននៅក្នុងប្រាសាទអង្គរវត្តជាដំណើរកម្សាន្តមួយដែលមិនដែលព្រៀងទុកថានឹងកាត់ឡើងនៅក្នុងឆ្នាំនេះតែដែលកាត់ឡើងគឺជាការសម្រេចចិត្តរបស់យើង so ខ្ញុំបានសម្រេចចិត្តលើកនេះគឺ it's so meaningful for me and yeah នៅពេលហ្នឹងក៏មានជាការបង្វែងធីមរបស់ខ្ញុំដែរប៉ុន្តែ totally we can make it again យើងដើររកគ្នាឃើញហើយនៅក្នុងប្រាសាទក៏មានកន្លែងខ្លះក៏មានការជួសជុលឡើងវិញយ៉ាដោយសារតាប្រាសាទក៏សាងឡើងជាយូរ100ឆ្នាំមកហើយ so វាតែងតែមានកន្លែងអភិវឌ្ឍអភិរក្សឬក៏កែច្នៃឡើងវិញតិចតួចនឹងជារឿងធម្មតាហើយyeah so many people មានមនុស្សទៅច្រើនជាអីដែលការជំរុញវិស័យទេសចរណ៍ហើយក៏ដោយសារតាមអ្នកតែមាន technology មានcamera so we can post it and ហើយក៏មានជនជាតិបរទេសដែលមកទស្សនាច្រើនដូចគ្នាមួយទៀតពេលដែលយើងផុសទៅនឹងក៏ជាផលចំណេញមួយដែលយើងផ្សព្វផ្សាយថាប្រាសាទអង្គរវត្ត belong to Cambodia and yeah it's so happy for me អីដែលខ្ញុំរៀនបានពីការទស្សនានៅក្នុងប្រាសាទអង្គរវត្តនេះគឺប្លែកហើយក៏ឆ្ងល់សរសើរសម្រាប់ទឹកចិត្តចូលរួមអភិរក្សហើយនឹងការទៅទស្សនាទាំងភ្ញៀវជាតិនិងអន្តរជាតិដែលមានមនុស្សច្រើនចូលរួមទស្សនាហើយនឹងផ្សព្វផ្សាយកាន់តែទូលំទូលាយទាំងអស់គ្នាមួយទៀតដោយសារតា trend when I heard my child in Siem Reap Hill or មច្ឆា Hill ធ្វើឲ្យពួកខ្ញុំរត់ឡើងត្រណាត់ត្រណៃទៅរកកន្លែងមច្ឆាគឺដោយសារតារយៈពេលយើងខ្លីហើយschedule របស់យើងក៏មានដែរត្រូវការកំណត់ម៉ោង10ពេលលាអញ្ចឹងទៅយើងត្រូវការប្រញាប់បន្តិចយើងរត់ស្រួលរត់ហើយពេលនេះគឺជាការដើរចេញពីប្រាសាទហើយក៏ thank you សម្រាប់ការសម្រេចចិត្តនៅក្នុងចូលរួមដំណើរកម្សាន្ត trip មួយនេះព្រោះថាបើមិនសម្រេចចិត្តថាទៅទេគឺខ្ញុំមិនបានពីក្រោយនៅមុខក៏បានឃើញទេសភាពស្អាតនៅក្នុងទូរស័ព្ទខ្ញុំទេសភាពប៉ុណ្ណឹងឡើង green ប៉ុណ្ណឹងហើយមើលខាងក្រៅគឺស្អាតជាងនឹងគុណនឹង10ដងហើយទូរស័ព្ទរបស់ខ្ញុំថតបានប៉ុណ្ណឹងឯណាតែមិនទូរស័ព្ទ iPhone មានអីណាតែឃើញអញ្ចឹងអើយស្អាតខ្លាំងមែនតើចូល see you next time